បាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបណ្ដាលគុនខ្មែរបាទនាំពុកម៉ែបងប្អូនទៅទស្សនាវីដេអូការប្រកួតរបស់ផលសផនជាមួយនឹងឡុងបេនលឿនលេងបងប្អូនបាទការប្រកួតនោះគឺក្នុងវគ្គផ្ដាច់ព្រាត់បងប្អូនអញ្ចឹងកន្លងទៅហួសទៅហើយបងប្អូនគ្រាន់ថាយកវីដេអូចាស់មកចែកជូនពុកម៉ែបងប្អូនទស្សនាលេងកម្សាន្តទេបាទឥឡូវចូលដល់ទឹកទី1តែម្ដងបងប្អូនកុំឲ្យខាតពេលបាទលោកគ្រូខឹមសូជាតិជាអាជ្ញាកណ្ដាលបាទអោបមួយគោះដៃឲ្យចូលប្រកួតបាទចូលទៅដល់ឡុងបេនលឿនតត់កាប់មួយធ្ងន់សងពីផលផនឲ្យថែមពីឡុងបេនលឿនបត់កែងឆ្វេងពីផលផនមួយផលផនលេងកែងផលផនលើកែងចាំបងប្អូនបាទហើយសម្លឹងមើលទៅលើបំរុងនឹងវាយកែងតតជើងក្រោមមួយពីផលផនសិនបាទឡុងបេនលឿនបុកហើយអត់ឲ្យផលផនធ្វើអីតន់ទេបាទឥឡូវបត់កែងពីផលផនមួយលើហើយបាទជ្រុំធាក់ឆ្វេងពីឡុងបេនលឿនធាក់ឆ្វេងទល់ដៃបាទឡុងបេនលឿនគៀងផលសផនទៅនឹងជ្រុងបាទអោកន្លែងនេះចេញកាយមួយបានតិចបាទបងអូយដល់កន្លែងសឡប់បាត់ហើយបងប្អូននិយាយអត់តន់ឥឡូវសឡប់បាត់ហើយបាទឡុងបេនលឿនចូលលឿនពេកបាទចូលលឿនពេកការចូលរបស់គាត់ធ្វើឲ្យផលសផនមើលឃើញពីឆ្លោះប្រហោងនៅខាងលើបាទផលសផនគាត់ឆ្លាតគាត់លើកដៃបំរុងតានឹងវាយកែងឆ្វេងបាទរងចាំតកែងឆ្វេងពេលដែលឡុងបេនលឿនចូលទៅដល់គាត់មានឱកាសវាយតែម្ដងបាទមើលផលសផនចេញឆ្វេងមិញគឺគាត់បំរុងនឹងវាយកែងឆ្វេងតាំងពីចូលដើមទីបងប្អូនបាទហើយឡុងបេនលឿនគាត់ដឹងថាបើសិនជាចេញយឺតបាទប្រកាសជាចេញអត់តាន់ផលសផនទេអញ្ចឹងមានតែធ្វើម៉េចបុកឲ្យផលសផនចេញអីអត់តាន់ហើយម្យ៉ាងវិញទៀតឡុងបេនលឿនហ្នឹងកន្លងមកគាត់ជាកីឡាករដែលមានកម្លាំងបាទកម្លាំងអញ្ចឹងការប្រកួតរបស់គាត់កន្លងមកគឺគាត់បុកឲ្យដៃគូចេញអីអត់តាន់បាទគាត់សម្បូរកម្លាំងដែរឡុងបេនលឿនប៉ុន្តែប៉ះជាមួយនឹងផលសផនគាត់មានគ្រប់គ្រឿងបងប្អូនបាទហើយសូមបញ្ជាក់ថាវីដេអូនេះមិនមែនវីដេអូថ្មីទេបងប្អូនគឺវីដេអូចាស់ទេបាទកាលពីការប្រកួតវគ្គផ្ដាច់ព្រាត់បាទនៅក្នុងកម្មវិធី Work សេនាគុនខ្មែរយន្ត8ទិសដើម្បីដណ្ដើមខ្សែក្រវ៉ាត់បាទ IPCC រដូវកាលទី1បាទនេះគឺជារូបភាពយឺតបងប្អូនបាទក្នុងការប្រកួតមុននេះឥឡូវនេះជ័យជំនះបានទៅលើផលសផនហើយបាទដោយផលសផនបានផ្ដួលឡុងបេនលឿនត្រឹមដើមទឹកទី1បងប្អូនបាទឥឡូវនេះយើងទៅមើលរូបភាពយឺតសារថ្មីបងប្អូនចំណុចដែលផលសផនវាយឲ្យឡុងបេនលឿនមិនអាចបន្តការប្រកួតនេះបងប្អូនដើរចូលទៅដល់គាត់ដៃគាត់សគាត់ឃុំឡុងបេនលឿនហើយបត់កែងឆ្វេងតែម្ដងបាទបត់ចូលគុំធ្គាមឬក៏ស៊ីតស្កាហ្នឹងបងប្អូនបាទធ្វើឲ្យឡុងបេនលឿនសន្លប់តែម្ដងបាទហើយការសន្លប់នេះគឺសន្លប់ធំបាទឥឡូវនេះជ័យជំនះបានទៅលើផលសផនហើយបាទសូមអរគុណវីដេអូនេះមានតែប៉ុណ្្នឹងទេបាទសូមអរគុណ